ទុំស្វាយនៅក្នុងប្រទេសដាណាម៉ាកស្វាយនេះចាស់ល្អពេលយើងញ៉ាំខ្ចីឡើងបែកម្សៅជ្រលក់មួយអំបិលម្ទេសឆ្ងាញ់គ្រាន់និយាយទៅសម្រាប់ខ្ញុំអត់ឆ្ងាញ់ដូចស្វាយនៅខ្មែរទេប៉ុន្តែយ៉ាងហោចក៏ចាត់ទុកថាគ្រាន់តែនៅពេលដែលយើងយកមកបន្ទុំណាគឺអត់ឆ្ងាញ់ទេរសជាតិវាទឹកឈៀតមិនចឹងទេញ៉ាំទៅពិបាកញ៉ាំខ្លាំងខ្ញុំបន្ទុំឡើង5 6ហើយខ្ញុំបោះចោលអស់ហើយនឹកឃើញថាចង់ធ្វើវីដេអូក៏បង្ហាញថាស្វាយនេះហានៅដាណឺម៉ាកនេះហាស្វាយឃើញគេលក់នៅផ្សារដាណឺម៉ាកឃើញមានលក់ច្រើនតែប្រភេទស្វាយមានតែស្វាយនឹងឯងដែលខ្ញុំឃើញនៅផ្សារដាណឺម៉ាកដែលភាគច្រើនខ្ញុំឃើញគឺវាអត់សូវឆ្ងាញ់ទេបើញ៉ាំខ្ចីគ្រាន់តែបើញ៉ាំទុំយើងយកមកបន្ទុំគឺញ៉ាំអត់សូវឆ្ងាញ់ទេនេះគ្រាន់បាប្រហែលថ្ងៃមុនខ្ញុំយកទៅបន្ទុំក្បែរម៉ាស៊ីនកម្ដៅពិបាកញ៉ាំបាទនេះរៀងគ្រាន់ញ៉ាំកើតតែបើថាយើងចង់បន្ទុំតស្វាយចាស់ខ្លាំងមែនតើហើយវាទុំតាមស្រួលហើយនេះទៀបនេះទៀបផានេប៉ាល់1គីឡូ30ក្រាមនៅវាប្រហែល3 4ប្រហែលជា$5អីអញ្ចឹងណារសជាតិវាចាញ់ទៀបស្វិតខ្មែរទេវារៀងផុយនិយាយទៅសាច់ខាងក្នុងវាសឹងតែដូចនេះវាអញ្ចឹងណាឲ្យមើលនេះតែរសជាតិវាអត់សាច់វាអត់សូវស្វិតដូចទៀបស្វិតដែលយើងមាននៅខ្មែរអត់ដូចគ្នាទេគាត់ហេតុហ្នឹងហើយវាប្រហែលគ្នាអញ្ចឹងចេះតែទិញញ៉ាំទៅហើយដោយសារឃើញវាធូរថ្លៃទិញប្រាំ1គីឡូយកមកបន្ទុំហើយញ៉ាំតែប្តីថាញ៉ាំច្រើនអញ្ចឹងញ៉ាំអស់ដែរឃើញច្រើនអញ្ចឹងញ៉ាំអស់ដែរខ្ញុំថាញ៉ាំអស់និយាយទៅផ្លែឈើខ្ញុំចូលចិត្តញ៉ាំនៅខ្មែរផ្លែឈើរបស់យើងវាធូរថ្លៃដូចស្អីគេjack fruit ខ្នោក៏អត់និយាយទៅមានតែបកប្រហែលជាអាស្រស់មានខ្ញុំអត់ដឹងចឹងតែអត់ឆ្ងាញ់ទេហើយត្រេនឃើញមានផុសចិនហើយផុសថៃតែនិយាយទៅធម្មតាបើយើងញ៉ាំស្រស់ដូចនៅខ្មែរយើងបានពីលើដាវមកបេះមកថ្មីញ៉ាំរសជាតិខុសគ្នាដាច់ហ្មងតែខ្លះបើសិនយើងចង់ទៅបានផ្លែឈើច្រើនមុខបើតបាយថ្លៃមែនទេតបាយថ្ងៃនោះឃើញ85ក្រោយនៅកន្លែងខ្លះ100ក្រោយនៅដល់$10ជាង1គីឡូថ្លៃមែនទេបើសិនយើងមកនៅបរទេសហើយចង់ញ៉ាំអាហារអាស៊ីដូចតកួនដូចអីហ្នឹងថ្លៃតាហាវទ្រាប់ស្រួយនេះអាទ្រាប់ស្រួយយើងនៅខ្មែរ1គីឡូ2000 3000 4000 5000តាមរដូវកាលទ្រាប់នេះខ្ញុំទិញ1គីឡូ65ក្រោននៅកាន់ទិញម្ដងខ្ញុំច្រើនធំកន្លះគីឡូ3ខាំអីទេក៏វា65ក្រោននៅវាឡើងប្រហែល3 4 5 $9អីប៉ុណ្្នឹងឯង$9 $10ថ្លៃមែនទេហើយដូចដលងជប៉ុនខ្ញុំចូលចិត្តញ៉ាំដលងជប៉ុននេះ1គីឡូ45ក្រោននៅវាហ្មង4 5 6 7ប្រហែលជា$7ជាង1គីឡូហើយ1គីឡូច្រើនបានប៉ុណ្្នឹងនេះបាន7 8មើមអីហ្នឹង1គីឡូបាត់ដែរហើយខ្ញុំពពួកដលងហើយទ្រាប់ស្រួយស្វាយផ្លែឈើខ្ញុំនៅខ្មែរខ្ញុំញ៉ាំរាល់ថ្ងៃនិយាយថារាល់ថ្ងៃហ្មងសឹងតែអត់និយាយថាខានទេគាត់ដូរមុខរហូតដល់មកដល់ស្រុកនេះយកលុយប្តីទៅទិញញ៉ាំម្ដង20 30រៀលតិចបានតែបន្តិចទេបើថា50 100អញ្ចឹងទៅបានរៀងច្រើនគ្រាន់តែ50 100ដូចនៅខ្មែរខ្ញុំកាន់តែ50000 100000ខ្ញុំបានច្រើនប៉ុណ្្នឹងបាត់ហើយណែនេះកាន់50 100ទិញបានតែដូចនៅខ្មែរយើងទិញ50000 100000អញ្ចឹងតិចមែនទេហើយអត់គ្រប់សពទេហើយបើសិនចង់ញ៉ាំអាហារអាស៊ីដូចជាបន្លែមួយចំនួនដែលដូចអាស៊ីដូចខ្មែរយើងហ្នឹងភាគច្រើនណាមានតែហាងថៃហាងថៃខ្ញុំអត់ចង់ញ៉ាំអាវ៉ាន់ថៃច្រើនដូច្នេះខ្ញុំទៅនេប៉ាល់ទៅបឹងក្លាដេសទៅពពួកអារ៉ាប់ទៅផ្សារទូគីតែបើសួរថាមានអាហារដូចនៅខ្មែរភាគច្រើនពេលខ្លះដូចខ្លះតែវាមិនដូចទាំងស្រង់ទេតែបើផ្សារថៃគឺដូចច្រើនមែនទេបើថាចង់ញ៉ាំអាហារដូចខ្មែរមានទៅផ្សារថៃតែគ្រាន់តែខ្ញុំអត់ទៅនៅផ្សារថៃសួរឲ្យផ្កាស្នោផ្កាអង្គាដីក៏មានលក់ដែរតែសារពួកនេះវាបកែខ្ចប់បិទគ្រប់
តែថាយើងមានចំនួនចឹងអត់តន់ចង់ទៅញ៉ាំគាត់ណាក់